អូខេសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមកធ្វើការនិយាយគ្នាអំពី blockchain អញ្ចឹងឆ្នាំមួយនេះគឺយើងផ្ដោតខ្លាំងទៅលើ crypto blockchain web3 អីហ្នឹងណាដែលស្អី web3 គឺខ្ញុំមើលឃើញឱកាសការងារច្រើនជាង forex ទាំងអស់ហ្នឹងអញ្ចឹងបានខ្ញុំឲ្យគ្នាយើងគឺផ្ដោតទៅលើទាំង forex ទាំង blockchain crypto ឯ web3 ទាំងអស់ហ្នឹងយើងផ្ដោតទាំងពីរដោយសារ blockchain គឺជាអនាគតរបស់ពួកយើងណាអញ្ចឹងយើងអាចចោលអនាគតប្រយ័ត្នតាមមកតាន់គេណាអូខេអញ្ចឹងអឺ វីដេអូមួយនេះគឺនិយាយអំពី blockchain ហើយខ្ញុំអាចនឹងមានចំណុចខ្វះខាតក៏ប៉ុន្តែនៅតែទន្ទឹងរៀនសូត្របើសិនជាខ្ញុំខ្វះខាតកន្លែងណាគឺ comment ទៅខ្ញុំធ្វើការរៀនសូត្របន្ថែមពីគ្នាទៅវិញទៅមកណាខ្ញុំអាចនឹងបញ្យល់អត់លម្អិតខ្លាំងទេអញ្ចឹងខ្ញុំនៅតែទទួលការរៀនសូត្រអូខេអញ្ចឹង blockchain គឺជាអីគេយើងមកនិយាយគ្នានៅក្នុងថ្ងៃហ្នឹងណាអញ្ចឹងអូខេតោះអញ្ចឹងនៅមិនបានយើងត្រូវរៀន blockchain អូខេមិនបានយើងយល់ដឹងត្រូវតែយល់ដឹងអំពី blockchain ហើយនិង web3 ទាំងអស់ហ្នឹងអូខេអញ្ចឹងអ្នកនរគ្នាបានឃើញអញ្ចឹងយើងយល់ដឹងរៀន blockchain ដើម្បីយល់ដឹងអំពី crypto ឲ្យបានត្រឹមត្រូវ crypto គឺជាអឺ digital asset digital លុយ digital មួយដែលយើងចាយនៅក្នុងទូរស័ព្ទដៃរបស់យើងហើយ wallet ឬក៏ wallet របស់យើងយ៉ាងទៅដើម្បីឲ្យយល់ឲ្យដឹងអំពី crypto ឲ្យបានច្បាស់លាស់អូខេហើយមិនបានយើងត្រូវយល់អំពី blockchain នេះទីពីរគឺស្គាល់ឱកាសថ្មីថ្មី blockchain គឺបង្កើតឱកាសឲ្យយើងជាច្រើនមានដូចជា crypto investment crypto trading DeFi ដែលគេហៅថា decentralized finance ហ្នឹងយើងអាចខ្ចីលុយពីDeFi ហ្នឹង Web3 ហ្នឹងដោយត្រឹមតែ5នាទីគឺយើងអាចខ្ចីលុយគេជាងទៅខ្ចីធនាគារវាយូរអីចឹងទៅហើយNFT អីចឹងទៅក៏ប៉ុន្តែ NFT ក៏ខ្ញុំអត់សូវច្បាស់មួយវាដែរអានឹងយើងបាច់ទៅខ្វាយខ្វល់អីទេគឺជារបៀបអឺការច្នៃប្រឌិតទៅលើអឺរូបភាពឬក៏ asset ណាមួយអញ្ចឹងទៅ airdrop អូខេខ្ញុំនឹងយល់បញ្យល់អំពី airdrop ថា airdrop គឺជាអីគេធ្វើម៉េចបានយើងយល់ដឹងអំពីយក take advantage ពីវាបានហើយ web3 job web3 job គឺជាឱកាសរបស់ web3 ការងាររបស់ web3 នឹងឯងអញ្ចឹងមកខ្ញុំឲ្យគ្នាយើងផ្ដោតខ្លាំងទៅលើ crypto វិញណាកុំផ្ដោតតែលើមាសអីពេកអឺ crypto យើងត្រូវ trade មាសforex អីហ្នឹងគឺយើងត្រូវ trade ដែរគ្រាន់ថានេះគឺជាអនាគតផ្សេងមួយទៀតអូខេយល់ទេអនាគតផ្សេងមួយទៀតអីចឹងទៅហើយ blockchain គឺអាចឲ្យយើងដឹងអំពីការការពារខ្លួនពីការបោកប្រាស់អីចឹងទៅអញ្ចឹងប្រយ័ត្នscam ពីគេអីចឹងទៅហើយយើងដើម្បីទី4គឺដើម្បីត្រៀមខ្លួនសម្រាប់អនាគតអូខេមនុស្សជាច្រើនគឺជឿថា blockchain អាចផ្លាស់ប្ដូររបៀបដែលយើងប្រើប្រាស់លុយនឹងហើយនឹងទិន្នន័យនិងសេវាកម្មអនឡាញដូចជាអ៊ីនធឺណិតផ្លាស់ប្ដូរពិភពលោកកាលមុនអញ្ចឹងពីមុនអ៊ីនធឺណិត web 2 web 1នេះគឺផ្លាស់ប្ដូរទាំងស្រុងទៅលើពិភពលោកទាំងមូលឥឡូវហ្នឹងគឺ blockchain ដែលគេហៅថា web ទី3នេះ web 3នេះគឺក៏អាចក្លាយជាអនាគតផ្លាស់ប្ដូរបច្ចុប្បន្នផងដែរយល់ទេអូខេអញ្ចឹងទី5គឺបង្កើតឱកាសរកចំណូលបានន័យថា blockchain គឺបង្កើតឱកាសរកចំណូលឲ្យយើងបន្ថែមទៀតគ្រាន់តែអង្គុយនៅផ្ទះគឺយើងអាចរកចំណូលបានដែរអូខេយើងបាច់ទៅធ្វើការឲ្យគេក៏យើងអាចរកចំណូលបានឬក៏យើងទៅធ្វើការឲ្យគេហើយប្រើ blockchain គឺជារកចំណូលក្រៅម៉ោងអូខេអូខេរកចំណូលក្រៅម៉ោងអញ្ចឹងទៅអញ្ចឹងខ្ញុំនឹងបន្ថែមទៅលើអាហ្នឹងនៅលើថ្នាក់មួយទល់មួយខ្ញុំថ្នាក់មួយទល់មួយខ្ញុំនឹងបន្ថែមទៅលើរបៀបដែលយើងស្វែងរកការងាររបៀបដែលយើងអឺយក advantage ពី crypto មួយហ្នឹងខ្ញុំនឹងដាក់នៅក្នុងមេរៀនមួយទល់មួយខ្ញុំហ្នឹងអូខេអញ្ចឹងtrade crypto ដើម្បីចំណេះដឹង crypto គឺចំណេះដឹងស្វែងរកឱកាសការងារគឺ trade crypto invest នៅក្នុងគម្រោងផ្សេងៗហើយនឹងចូលរួម airdrop ហើយនឹងការចូលរួមនៅក្នុងវិស័យ Web3 អូខេអញ្ចឹងអាហ្នឹងគឺជាការយល់ដឹងអំពី blockchain នឹងឯង blockchain គឺមានទាំងអស់ហ្នឹងឯងគ្រាន់តែថា blockchain គឺមានពាក្យរបស់គេមួយទៀតក៏ប៉ុន្តែខ្ញុំនឹងពន្យល់អំពីត្រួសហើយយើងមិនលម្អិតអីពេកទេដោយសារវាអត់ជាចាំបាច់ទេអូខេនេះអញ្ចឹង blockchain គឺជាអីគេវាអត់ជាចាំបាច់ថាអ្នកនរគ្នាត្រូវយល់ច្បាស់ទេណាសូម្បីតែខ្ញុំអត់សូវយល់ពីវាដែរ blockchain គឺជាបច្ចេកវិទ្យាដែលរក្សាទុកទិន្នន័យអ្នកនរគ្នាវេចេញវេលុយវេចេញវេតាណាក្រៅប្រទេសអីត្រឹមតែរយៈពេល1នាទីគឺអាចវេទៅបានហើយទិន្នន័យហ្នឹងទាំងអស់ហ្នឹងគឺរក្សាទុកដោយអ្នកទាំងអស់គ្នាអត់មានអ្នកណាគេយកអ្នកនរគ្នាយកទិន្នន័យទាំងអស់គ្នាហ្នឹងដោយដូចជាធនាគារគេដឹងថាអ្នកនរគ្នាយកលុយធ្វើអីទទួលបានលុយពីណាអញ្ចឹងទៅអញ្ចឹងនៅក្នុង blockchain គឺគេអត់ដឹងទេអូខេ
ហើយនឹងប្រតិបត្តិការនៅក្នុងប្លុកជាច្រើនប្លុកដូចជាទំព័របើសិនជាយើងផ្ដោតលើសៀវភៅមួយក្បាលអញ្ចឹងអាស្លឹកសៀវភៅហ្នឹងគឺជាប្លុកហ្នឹងឯងហើយសៀវភៅគឺជា chain ឬក៏គឺជាចង្វាក់ខ្សែអញ្ចឹងទៅហើយសៀវភៅទាំងមូលគឺជា blockchain ទាំងមូលគឺជាបណ្ដុំអាហ្នឹងដែលគេហៅថាmining ដែលភាគច្រើនគឺ mining ណាគឺគេរក្សាទៅលើ block អីចឹងទៅណាស្រាវទៅលើចង្វាក់ខ្សែផលិតកម្មតែនីមួយៗចឹងទៅចឹងព្រោះថាចាំបាច់ត្រូវយល់ច្បាស់ពីវាបាច់យល់ច្បាស់អ្វីសំខាន់នេះអត្ថប្រយោជន៍របស់វាមិញយើងគោលដៅរបស់យើងគឺផ្ដោតទៅលើអានេះទៅបានហើយ blockchain គឺគ្រាន់តែជាបណ្ដុំនៃអស់ពួកហ្នឹងទេអូខេបណ្ដុំនៃអាហ្នឹងទេហើយអញ្ចឹងបន្តមកទៀតយើងនឹងអញ្ចឹងវីដេអូថ្ងៃនេះគឺខ្លីទេដោយសារតែប៉ុណ្ណឹងអ្វីដែលយើងត្រូវផ្ដោតគឺការវិនិយោគ crypto ឲ្យបានច្បាស់លាស់ស្វែងយល់អំពីឱកាសការងារថ្មីៗអីចឹងទៅហើយនឹង Web3 ការងារហើយនឹងការយល់ដឹងត្រៀមខ្លួនអំពីអនាគតអីចឹងទៅអញ្ចឹងអាពាក្យថា blockchain គឺជាទិន្នន័យអង្គផ្ទុកទិន្នន័យអីហ្នឹងអាហ្នឹងអ្នកនរគ្នាបាច់ទៅស្វែងយល់វាអីច្រើនពេកទេអូខេអញ្ចឹងអត្ថប្រយោជន៍នៃ blockchain និងអត្ថប្រយោជន៍នៃ crypto អត្ថប្រយោជន៍នៃ Web3 គឺអាចឲ្យយើងមានតម្លាភាពសុវត្ថិភាពខ្ពស់បានន័យថាអឺយើងវេរចេញពីក្រៅប្រទេសឧទាហរណ៍វេរចេញ$50,000អស់គ្នា off fee តិចតួចបំផុត off fee តិចតួចហើយវេរចេញតុបទៅដល់អ្នកទី2ដែលអ្នកនរគ្នាចង់វេរយកតែម្ដងឧទាហរណ៍ថាបើសិនជាអ្នកនរគ្នាប្រើធនាគារបញ្ជូនទៅធនាគារជាតិហើយបញ្ជូនទៅស្អីមានជនទី3អីច្រើនទៀតឲ្យគាត់ដឹងអញ្ចឹងវាយូរណាហើយ off fee ថ្លៃណាស់ off fee ការកាត់សេវាអីហ្នឹងដូចជា Swift កាត់សេវាអីហ្នឹងវាថ្លៃអញ្ចឹងណាអញ្ចឹងបើសិនជាយើងវេរទៅតាម cryptocurrency wallet USDT អីហ្នឹងគឺវាតាមមួយផ្លែតគឺដល់ហើយអាទិន្នន័យទាំងអស់គ្នាគឺអត់មានអ្នកណាគេដឹងថាមិនទេអូខេអញ្ចឹងវារក្សាតុល្លាភាពហើយនឹងសុវត្ថិភាពខ្ពស់ឲ្យអ្នកបើថាសុវត្ថិភាពខ្ញុំគិតថាវាអាចនឹងប្រឈមនឹងការគេ hack ណាក៏ប៉ុន្តែបើសិនជាអ្នកនរគ្នាច្បាស់ជាមួយនឹងអ្នកនរគ្នាវាអត់មានតែគេ hack តាណាទេអូខេគ្មានអង្គភាពតែមួយគ្រប់គ្រងបានន័យថាដូចជា decentralize ដូចធនាគារជាតិវាគ្រប់គ្រងលុយរបស់អ្នកនរគ្នាគេចង់ print លុយគេចង់មិនអញ្ចឹងទៅប៉ុន្តែ BTC cryptocurrency គឺអឺ coin ខ្លះគឺមានចំនួនកំណត់អញ្ចឹងវាអត់មានធ្លាក់ថ្លៃទៅណាទេវាមានតែឡើងរហូតណាអូខេអញ្ចឹងសង្ខេបមកវិញគឺ blockchain គឺជាបច្ចេកវិទ្យាសម្រាប់រក្សាទុកនិងកត់ត្រាទិន្នន័យ digital ដោយសុវត្ថិភាពតុល្លាភាពនិងពិបាកកែប្រែហើយបើសិនជាយើងប្រៀបធៀបទៅវាដូចជា Google Sheet មួយអញ្ចឹង Google ដូចជា Excel មួយអញ្ចឹងដែលត្រូវបានបែងចែកទៅកុំព្យូទ័ររាប់ពាន់រាប់លានគ្រឿងជុំវិញពិភពលោករាល់ការផ្ទេរលុយឬទិន្នន័យត្រូវបានកត់ត្រាទុកនៅក្នុង blockchain ណាហើយគ្មានអ្នកណាគេអាចលួចកែប្រែងាយៗបានទេអូខេនិយាយទៅ blockchain ទាំងអស់ហ្នឹងអត់មានអ្នកគេ hack បានទេអត់ទាន់នៅលើពិភពលោកហ្នឹងអត់ទាន់មានអ្នកគេ hack ចូលទៅលើបានកែប្រែអីបានទេអត់មានអ្នកណាគេបានទេណាអូខេដោយសារទិន្នន័យទាំងអស់ហ្នឹងគឺនិយាយទៅវាវែងឆ្ងាយទៀតហើយអញ្ចឹងណាអូខេអញ្ចឹងដូចជាអត់មានអីច្រើនទៀតទេអាហ្នឹងគឺជា blockchain ហើយយើងកុំភ្លេចជួបគ្នានៅពេលក្រោយទៀតហើយកុំភ្លេច join ក្រុម Telegram បងប្អូនគ្នាផងអានឹងវីដេអូប៉ុណ្ណេះអត់មានអីច្រើនទេចាំជួបគ្នានៅពេលក្រោយ